មុននេះបានស្ដាប់រឿងមួយជំនួយសតិគំនិតនេះខ្ញុំអេបានស្ដាប់យ៉ាងសំរុំពីលោកគ្រូបណ្ឌិតនាមជួនកកដាលបិទលាចាក់សិក្ខាបតេបានស្ដាប់រួចហើយបណ្ដាញគិតទេឲ្យយើងពិនិត្យកតិក្ដីណ៎គាត់និទានថាមានអ្នកពិការភ្នែកគួរឲ្យសង្វេគមនុស្សលោកីគេហៅថាខ្វាក់គ្រប់មាត់ប្រុសស្រីកែមិនបានអីនឹងធ្វើយ៉ាងណាប៉ុន្តែឥឡូវយើងថាទៅចុះថាគាត់នឹងពិការនេត្រាតាំងពីកំណើតណាអ្នកណាឥតដឹងកិច្ចការព្រោះគាត់មិនធ្លាប់ភ្លឺគាត់ប្រាប់ទៅអ្នកផ្ទះគេយប់ងងឹតច្បាំងសំស្ដាប់ឲ្យលឺសម្រោគចង្គៀងអុចឲ្យខ្ញុំនឹងដើរកាន់ក្រាន់បំភ្លឺអ្នកផ្ទះលឺហើយឆ្ងល់ជាគឺប៉ុន្តែមិនបាទសួរសេចក្ដីគ្រាន់តែធ្វើតាមពាក្យពេចន៍រោគចង្គៀងអុចឲ្យពេលរាត្រីបរោះពិការភ្នែកកាន់ចង្គៀងទៅដើរពេញទឹកដីពេញផ្លូវឲ្យមនុស្សប្រុសស្រីគេឃើញគេមិនសូវចាប់អារម្មណ៍ទេរាត្រីហើយទី1ទៅដល់រាត្រីទី2គេមិនសូវចាប់អារម្មណ៍ទេដល់ទី3ដល់ទី4ទី5រហូតរាត្រីទី6ទី7មានបរោះម្នាក់នឹងគេឆ្ងល់គេគិតក្នុងចិត្តបែបយល់ថាសាំភ្នែកខ្លួនងងឹតហេតុអីគិតសាំមកដេចក៏កាន់ចង្គៀងដើរតាមផ្លូវប៉ុន្តែគេឆ្ងល់ហើយគេមកសួរគេមិនគិតក្នុងចិត្តអីនាំតែវិនិច្ឆ័យបែបមិនត្រឹមត្រូវបើចឹងគេសួរបរោះនោះទៅអ្នកពិការភ្នែកឆ្លើយយ៉ាងត្រឹមត្រូវឆ្លើយប្រាប់ដោយផ្លូវដូចនេះថានោះគេសួរថាមើលខ្ញុំឆ្ងល់អំពុលក្នុងចិត្តខ្ញុំឥតឧបមាភ្នែកអ្នកឯងងងឹតឬពិការបុរាណហៅថាខ្វាក់ហៅដើមមកអញ្ចឹងធ្វើម៉េចអ្នកឯងងងឹតឬក៏ពិការងងឹតនេត្រាហេតុអ្វីទៅកាន់ចង្គៀងដើរផ្លូវធ្វើអីក្នុងពេលរាត្រីមើលប្រាប់ឲ្យត្រឹមត្រូវបើតាមដឹងអ្នកឯងងងឹតពីកំណើតនឹងមិនឃើញពន្លឺអីទៅហេតុអ្វីកាន់ចង្គៀងតាមផ្លូវតអ្នកឯងបំភ្លឺអី
ធម្មតាអ្នកឯងភ្នែកងឹតតែមិនបានឃើញពិតពន្លឺរស្មីអេហើយចុះកៃតាហេតុអ្វីបានជានៅថ្លៃកាន់ចង្គៀងបំភ្លឺឯណោះគេឆ្លើយថាទោះខ្ញុំពិការប៉ុន្តែខ្ញុំលឺល្បិតឲ្យខ្ញុំភ្នែកមិនភ្លឺខ្ញុំគ្មានពន្លឺចូលភ្នែកអ្វីប៉ុន្តែខ្ញុំងងឹតពិតខ្ញុំចង់កាន់ចង្គៀងឲ្យមានរស្មីល្បិតបើខ្ញុំភ្នែកឥតប្រស្រីអើយតែខ្ញុំចង់ឲ្យជន់ទាំងប្រុសស្រីបានមើលឃើញខ្ញុំពីព្រោះបើខ្ញុំដើរទៅទាំងងងឹតអ្នកខ្លះគេភ្នែកភ្លឺមែនតែមើលខ្ញុំមិនសូវច្បាស់ពិតគេអាចវាយដោយច្រឡំឬគេជិះចូលតូចចាក់ក្រយានជ្រុលប្រានមកបុកដល់រូបខ្ញុំដូច្នេះខ្ញុំកាន់ចង្គៀងឲ្យភ្លឺដើម្បីឲ្យគេឃើញរូបខ្ញុំកុំឲ្យច្រឡំថាយ៉ាងណាឯណោះស្ដាប់ក៏បានយល់ឲ្យល្បិតអ្នកឯងនឹងភ្នែកពិការប៉ុន្តែកំណត់អ្នកឯងសែនថ្លៃថ្លាអើយទោះអាត្មាមិនភ្លឺក៏ចង់ឲ្យគេភ្លឺឲ្យស្គាល់អ្នកដែរកំណត់អ្នកឯងនឹងខ្ញុំសាទរហោត្រូវណាស់ចាប់ហើយខ្ញុំមិនបញ្ចេញយោបល់អីឡើយល្បិតលោកអ្នកមានប្រាជ្ញាដែរទុកឲ្យអ្នកគិតដោយមេត្រីគំនិតផ្សេងក្តីតាមអ្នកហោហែអ្នកស្ដាប់ហើយពិចារណាទៅចុះហើយអ្នកដែលស្ដាប់ភាសាខ្មែរអ្នកស្ដាប់ភាសាយើងជាតិយើងបានដែរអ្នកលៃរិះរេតាមកាគូจะไปจับหายเลียตามกากู